សារព័ត៌មាន New Mandala របស់អូស្ត្រាលីបានចុះផ្សាយថាការប្រើប្រាស់ពាណិជ្ជកម្មធម្មពលនិងវិធានការរឹតបន្តឹងព្រំដែនរហូតឈានដល់ការបិទព្រំដែនជាឯកតោភាគីពីសំណាក់ភាគីថៃដើម្បីដាក់សម្ពាធលើកម្ពុជានៅអំឡុងចំនួនព្រំដែនឆ្នាំ2025មិនបានសម្រេចតាមគោលដៅដោយការរំពឹងទុកនោះឡើយផ្ទុយទៅវិញកម្ពុជាបានបង្ហាញពីសមត្ថភាពសម្របខ្លួនយ៉ាងឆាប់រហ័សតាមរយៈការពង្រីកដៃគូពាណិជ្ជកម្មនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ហើយកាត់បន្ថយបាននូវការពឹងផ្អែកលើប្រទេសថៃដែលធ្វើឲ្យសម្ពាធសេដ្ឋកិច្ចរបស់ថៃបាត់បង់ប្រសិទ្ធភាពជាបន្តបន្ទាប់ពោលគឺមិនអាចធ្វើឲ្យកម្ពុជាចុះញោមនោះឡើយយោងតាមការសិក្សារបស់លោក Richard Reye ដែលចុះផ្សាយនៅលើគេហទំព័រ New Mandala របស់អូស្ត្រាលីបានបង្ហាញថាចំនួនព្រំដែនកម្ពុជាថៃបានបង្ហាញយ៉ាងច្បាស់ពីដែនកំណត់នៃការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចឬភូមិសាស្ត្រសេដ្ឋកិច្ចជាឧបករណ៍សម្រាប់ដាក់សម្ពាធលើប្រទេសដទៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របាយការណ៍សិក្សានេះបានរំលេចថាអររយៈពេលជាច្រើនឆ្នាំមកហើយដែលកម្ពុជាធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសថៃនៅក្នុងវិស័យសំខាន់ៗដូចជាប្រេងឥន្ធនៈអគ្គិសនីពាណិជ្ជកម្មការវិនិយោគនិងទីផ្សារការងារជាពិសេសពលករខ្មែររហូតដល់ទៅជាង1លាននាក់បានធ្វើការនៅក្នុងប្រទេសថៃគណៈក្រុមហ៊ុនថៃជាច្រើនមានវត្តមានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសរសៃឈាមសេដ្ឋកិច្ចកម្ពុជាប៉ុន្តែនៅពេលដែលមានភាពតានតឹងព្រំដែនផ្ទុះឡើងអំឡុងឆ្នាំ2025ប្រទេសថៃបានចាត់វិធានការអមិត្តជាបន្តបន្ទាប់មកលើកម្ពុជារួមមានការបិទច្រកព្រំដែនសំខាន់ៗកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតរឹតបន្តឹងពាណិជ្ជកម្មព្រមទាំងដាក់កំហិតលើការដឹកជញ្ជូនប្រេងឥន្ធនៈនិងកម្លាំងពលកម្មផងដែរវិធានការទាំងនេះបានធ្វើឲ្យសកម្មភាពពាណិជ្ជកម្មឆ្លងដែនមានការធ្លាក់ចុះយ៉ាងគំហុកស្ទើរតែឈានដល់ការជាប់គាំងទោះជាយ៉ាងណាកម្ពុជាបានឆ្លើយតបយ៉ាងលឿនជាងការរំពឹងទុករាជរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជនបានបង្កើនការនាំចូលនិងពង្រីកពាណិជ្ជកម្មជាមួយប្រទេសវៀតណាមចិនសិង្ហបុរីម៉ាឡេស៊ីព្រមទាំងពង្រឹងសមត្ថភាពផលិតថាមពលក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសជិតខាងរបាយការណ៍ខាងលើនេះបានបញ្ជាក់ទៀតថាការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរីរបស់កម្ពុជាបានកើនឡើងជាងទ្វេដងបន្ទាប់ពីវិបត្តិព្រំដែនបានផ្ទុះឡើងដែលជួយឲ្យកម្ពុជាជៀសផុតពីវិបត្តិកង្វះថាមពលនិងរក្សាស្ថិរភាពសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាពបើតាមការវិភាគខាងលើបង្ហាញថាកម្ពុជានៅតែអាចរក្សាកំណើនសេដ្ឋកិច្ចប្រមាណ 5% និងគ្រប់គ្រងអតិផរណាក្នុងកម្រិតមធ្យមបើទោះបីជាមានផលប៉ះពាល់ខ្លះៗទៅលើបណ្ដាខេត្តជាប់ព្រំដែនពលករចំណាក់ស្រុកនិងអាជីវកម្មមួយចំនួនក៏ដោយជាចុងក្រោយអត្ថបទវិភាគនេះបានសន្និដ្ឋានថាការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចពហុភាគីនៅអាស៊ីអាគ្នេយ៍បានធ្វើឲ្យប្រទេសមួយកាន់តែពិបាកប្រើសម្ពាធសេដ្ឋកិច្ចដើម្បីសង្កត់កបង្ខំប្រទេសមួយទៀតដោយអតីតកាលណាស់របាយការណ៍នេះបានគូបញ្ជាក់ថាឥទ្ធិពលពិតប្រាកដនៅក្នុងតំបន់នាពេលអនាគតនឹងអាស្រ័យលើការកសាងភាពជាដៃគូផ្នែកពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធនិងហិរញ្ញវត្ថុជាជាងការប្រើប្រាស់វិធានការដាក់សម្ពាធឬការរឹតបន្តឹងសេដ្ឋកិច្ច